ទឹកនៅផ្សារទំនើបតម្លៃ 2000 ដូចតែទឹកមកដល់ 500 នៅកន្លែងធម្មតាដែរនេះខុសគ្នាជាធម្មតានៅពេលដែលយើងដើរលេងយើងរំពឹងថាយើងត្រូវតែមានមិនរំពឹងទេយើងគិតថាយើងត្រូវតែមានលុយច្រើនអញ្ចឹងណាដើម្បីទៅដូចជាទៅផ្សារទំនើបទៅអីដើម្បីយើងទៅទិញរបស់ brand ឬក៏ទៅធ្វើអីមួយដែលយើងអាចចាយលុយឲ្យច្រើនអញ្ចឹងណាប៉ុន្តែជាក់ស្ដែងនៅក្នុងវីដេអូរបស់ខ្ញុំមួយនេះអានេះមែនតើទៅខ្ញុំកាត់ចេញពីវីដេអូវែងរបស់ខ្ញុំមកទេខ្ញុំកាត់មកដើម្បីកាត់ part ខ្លីៗដើម្បីធ្វើជា version មួយផ្សេងទៀតសម្រាប់របស់ខ្ញុំអញ្ចឹងណាហើយជាក់ស្ដែងនៅពេលដែលខ្ញុំទៅដល់ supermarket ទៅដល់ Eon 2ហ្នឹងពេលហ្នឹងគឺខ្ញុំចាយអស់ត្រឹមតែ 3000 ទេអ្នកនេះជឿខ្ញុំចាយ 3000 មែនហើយអីដែលខ្ញុំចាយហ្នឹងគឺខ្ញុំចាយទៅលើដូចជាទឹកមួយដបហើយនឹងការផ្ញើកង់អញ្ចឹងបើសិនជាយើងអត់ត្រូវការចាយអីទេលុយតែត្រឹម 3000 ឬក៏ 2000 វាគ្រប់គ្រាន់ណាបើសិនជាយើងអត់ផឹកទឹកទៀតអស់តែ 1000 ថ្លៃផ្ញើកង់គឺចប់តែនិយាយខ្ញុំខុសគេខ្ញុំដើរលេខដៃចាយលុយផងហ្នឹងហានេះinvoice របស់ខ្ញុំ